សួស្តីជំរាបសួរវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងព្រឹកនេះខ្ញុំអាប់ដេតជូនគឺប្រទេសចិនបានប្រកាសដំឡើងពន្ធតារីហ្វលើទំនិញអាមេរិក 125% ចិនបានដំឡើងពន្ធពី 84% ទៅ125% លើទំនិញនាំចូលពីអាមេរិកនេះគឺជាចំណែកដែលចិនដំឡើងហើយចិននិយាយថាចិនមិនខ្វល់នឹងការដំឡើងពន្ធរបស់អាមេរិកថែមលើសនឹងទៀតទេប្រធានាធិបតីចាងស៊ីជីនពីងចាប់ផ្ដើមធ្វើទស្សនកិច្ចនៅតំបន់អាស៊ីដើម្បីនឹងប្រមូលយកបពួកនៅក្នុងសម្ព័ន្ធរបស់ចិនខ្ញុំឮសូរថាស៊ីជីនពីងគាត់ទៅស្រុកខ្មែរតែខ្ញុំអត់ដឹងថាគាត់ទៅស្រុកខ្មែរថ្ងៃណាខ្ញុំអត់ដឹងព្រោះខ្ញុំអត់មើលព័ត៌មានបាទខ្ញុំអត់បានមើលព័ត៌មានទេដូចខ្ញុំជម្រាបហើយថាកាលណាខ្ញុំមិនមានការអីដែលត្រូវដឹងខ្ញុំក៏អត់មើលអីដែរបាទអញ្ចឹងនៅឯសហរដ្ឋអាមេរិកនេះសភាពការនៅដដែលហើយចំណែកឯនៅប្រទេសវៀតណាមកំពុងតែរៀបចំខ្លួនដើម្បីចរចាជាមួយនឹងអាមេរិកលើជំនួញទ្វេភាគីហើយក៏ចង់បង្ហាញឲ្យអាមេរិកដឹងថាវៀតណាមមិនខុបខិតជាមួយនឹងចិនក្នុងការដាក់ស្លាកទំនិញរបស់ចិនដើម្បីបញ្ចូលក្នុងទីផ្សារអាមេរិកទេបាទនេះគឺជាព័ត៌មានតាក់ទងនឹងការប្រជុំគ្នាមតិមាន2មតិមួយគេថាការដំឡើងពន្ធដារឆ្លោះគ្នារវាងអាមេរិកនិងចិននេះអាមេរិកគឺនឹងដកថយមុនពីព្រោះអាមេរិកត្រូវការទំនិញចិនមតិមួយទៀតបាននិយាយថាចិននឹងខូចខាតធំពីព្រោះចិនត្រូវការដឹកទំនិញចូលទីផ្សារអាមេរិកចំណែកខ្ញុំវិញខ្ញុំអត់មាននិយាយអីទេខ្ញុំយកមកវិភាគប្រចាំថ្ងៃជូនប្រិយមិត្តស្ដាប់តាមដំណើរសាច់រឿងម្ដងមួយបាទកាសែតដែលមិនចូលចិត្តរដ្ឋាភិបាលត្រាំបាននិយាយថាអតិផរណាជាបារម្ភខ្ពស់នៅអាមេរិកចំណែកឯតួលេខរបាយការណ៍ស្ដីអំពីអតិផរណាវិញបង្ហាញឲ្យឃើញថាអតិផរណានៅអាមេរិកវាចាប់ផ្ដើមចុះទេអញ្ចឹងសារព័ត៌មានមិនផ្សាយថាអតិផរណានឹងចុះទេវាផ្សាយថាមានបារម្ភថាអតិផរណានឹងវាឡើងទៅវិញបានសេចក្តីថាព័ត៌មានដល់តែមើលឲ្យច្បាស់ថាតើព័ត៌មានណាឬក៏ព័ត៌មានណាStanley បុនតើប្រជាជនអាមេរិកអាចជួបបញ្ហាខ្វះការងារធ្វើដែរឬទេបច្ចុប្បន្នអត់ខ្វះទេកូនអត់ខ្វះការងារធ្វើទេមនុស្សអត់ការងារធ្វើម្នាក់មានការងាររងចាំ2កន្លែងណាបច្ចុប្បន្ននេះអត់ខ្វះការងារធ្វើទេ
ហើយបើនិយាយអំពីអត្រាមនុស្សខ្វះការងារធ្វើមនុស្សអត់ការងារធ្វើតាមរបាយការណ៍ពីខែមីនាឆ្នាំនេះគឺ4កណ្ដកសញ្ញា 2% បានសេចក្តីថានៅសហរដ្ឋអាមេរិកមានមនុស្សចំនួន7លាននាក់បានសុំរបបអត់ការងារធ្វើមនុស្ស7លាននាក់បានសុំរបបអត់ការងារធ្វើហើយនៅក្នុងចំណោមមនុស្ស7លាននាក់នេះមានមនុស្ស2លាន2សែននាក់កំពុងតែទទួលរបបអត់ការងារធ្វើដូច្នេះអត្រាមនុស្សអត់ការងារធ្វើនៅក្នុងចំណោមអ្នកត្រូវការងារធ្វើ100នាក់គឺមានការងារធ្វើ95កណ្ដកសញ្ញា 8% ក្នុង100នាក់គឺមានមនុស្ស95នាក់មានការងារធ្វើមានមនុស្ស5នាក់អត់ការងារធ្វើណាកូនបាទអត់ការងារធ្វើយោងទៅតាមអត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកគឺចំនួនមនុស្សដែលអត់ការងារធ្វើនៅសហរដ្ឋអាមេរិកទាបជាង2006ទាបជាង2008ទាបជាង2011ទាបជាង2014ទាបជាង2017ទាបជាង2020ខ្ពស់ជាង2022បន្តិចប៉ុណ្ណឹងចឹងទៅតាមទនិចចង្អុលនៃសេដ្ឋកិច្ចគឺខាងផ្នែកមនុស្សអត់ការងារធ្វើมันមានបញ្ហាទេកូនបាទនឹងអញ្ចឹងអាមេរិកនិងចិននៅពេលខាងមុខអាចសម្រួលគ្នាបានទេគេតែងតែចរចាស្អីក៏ដោយសង្គ្រាមក៏ដោយអីក៏ដោយទៅចរចាគ្នាតែម្នាក់ត្រូវបញ្ចេញសាច់ដុំសិនម្នាក់ត្រូវបញ្ចេញសាច់ដុំសិនដូច្នេះយើងចាំមើលតទៅទៀតថាតើចិនបញ្ចេញសាច់ដុំប៉ុណ្ណាហើយអាមេរិកាំងបញ្ចេញសាច់ដុំប៉ុណ្ណាបាទសួស្តីហ្នឹងគឺជារបៀបបាទបានបុណ្យយ៉ាណារឿងខាតចំណេញគឺស៊ីសងទៅលើថាតើខាតអ្វីចំណេញអ្វីអ្នកដឹកនាំប្រទេសគេយកចិត្តទុកដាក់ទៅលើអ្វីគេចង់បានអ្វីនិងគេត្រូវដោះដូរនឹងខាតអ្វីនេះគឺជារឿងដែលកើតឡើងអញ្ចឹងខ្ញុំអាប់ដេតបន្តទៅទៀតហើយទទួលសំណួរគឺចិនដំឡើងពន្ធដារដល់125% ហើយចិនថាមិនខ្វល់ខ្វាយចំពោះអាមេរិកចង់ដំឡើងថែមទៀតក៏ដំឡើងទៅចិនអត់ខ្វល់ខ្វាយការបូមប្រេងលក់ក្នុងទីផ្សាររបស់សមាគមនៃប្រទេសអូប៉ិកបានបង្កើននៅផលិតផលប្រេងរបស់ខ្លួនហើយតម្លៃប្រេងក៏មិនឡើងថ្លៃណាស់ណានៅសហរដ្ឋអាមេរិកមានការសន្និដ្ឋានថាក្នុងរដូវក្តៅខាងមុខនេះចាប់ពីខែកក្កដាទៅប្រេងឥន្ធនៈនឹងចុះថ្លៃបន្តិចជ័យបូរីបើ
គេរើរោងចក្រពីចិនទៅនៅអាមេរិកតើប្រជាជនអាមេរិកទទួលយកប្រាក់ខែដូចនៅចិននិងអាស៊ីដែរឬទេអញ្ចេះកូនគេអត់មានទទួលប្រាក់ខែតាមចិនវាដាក់សម្រាប់ប្រជាជនចិនឬក៏ចិនវាដាក់នៅកម្ពុជាសម្រាប់ប្រជាជនខ្មែរទេប្រជាជនខ្មែរយើងចិនវាឲ្យប្រាក់ខែទៅតាមកម្រិតជីវភាពរបស់ប្រទេសកម្ពុជាចំណែកឯនៅអាមេរិកទៅតាមកម្រិតជីវភាពរបស់អាមេរិកបើវាមកបើករោងចក្រនៅស្រុកអាមេរិកហើយវាឲ្យប្រាក់ខែតិចអត់មានអ្នកណាធ្វើការរោងចក្រវាលំណាកូនរោងចក្រវាលំពីព្រោះអាមេរិកអត់ត្រូវការឲ្យវាមកកេងប្រវ័ញ្ចលើអាមេរិកទេហើយបើចិនវារកស៊ីមិនបាននៅអាមេរិកវាក៏មកបើករោងចក្រវាទៅបើកនៅណាបើកទៅអាមេរិកបើកខ្លួនឯងចាក់សុំបញ្ជាក់ថាបំណុល37 trillion ដុល្លាររបស់អាមេរិកាំង72% គឺជាបំណុលជំពាក់ខ្លួនឯងបានសេចក្តីថានៅសហរដ្ឋអាមេរិកប្រជាជន350លាននាក់ប្រជាជនមានលុយកាក់ច្រើននោះក៏ច្រើនសម្បើមបាទក៏ច្រើនសម្បើមអាមេរិកាំងខ្ចីខ្លួនឯង72%ត្រង់ពាក្យថាខ្ចីខ្លួនឯង72%នេះលំបាកយល់តែបើបញ្យល់ឲ្យយល់អញ្ចឹងឧទាហរណ៍ថានៅប្រទេសកម្ពុជាហ្នឹងមានមនុស្ស10%លុយគេហ្នឹងយកទៅដុតខ្មោចកុំអស់ផងហើយគេឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីប្រជាជនខ្មែរ90% ក្រប៉ុន្តែមនុស្ស10% វាមានសម្បើមណាស់នឹងហើយគេហៅថាខ្ចីខ្លួនឯងមូលធនអាមេរិក72% ឲ្យរដ្ឋាភិបាលអាមេរិកខ្ចីមានលុយរបស់អាមេរិកមួយចំនួនដែលនៅបណ្ដែតក្រៅប្រទេសហេតុដែលមិនយកមកដាក់នៅក្នុងធនាគារអាមេរិកពីព្រោះត្រូវបង់ពន្ធអញ្ចឹងក៏គេបណ្ដែតលុយហ្នឹងនៅបរទេសទើបរដ្ឋាភិបាល Donald Trump នេះចេះតែកែច្បាប់ពន្ធដារដើម្បីតាក់ទាញឲ្យសាច់ប្រាក់ដែលបណ្ដែតនៅបរទេសនោះចូលមកក្នុងអាមេរិកដើម្បីឲ្យសាច់ប្រាក់នោះហូរចូលទៅក្នុងកិច្ចការវិនិយោគដែលកិច្ចការវិនិយោគនោះបង្កើតការងារឲ្យអាមេរិកាំងធ្វើជាថ្មីម្ដងទៀតកូនក្មួយអាចសួរថាអាមេរិកាំងអត់ខ្វះការងារធ្វើទេហើយចុះមិនក៏ចេះតែចង់បានការងារថ្មីធ្វើអាមេរិកាំងមិនទៀមទាការងារទេប្រជាជនហ្នឹងធម្មតាទេអ្នកណាធ្វើអីបានធ្វើហ្នឹងណាអ្នកណាចូលចិត្តការងារអីក៏ធ្វើហ្នឹងតែរដ្ឋាភិបាលអាមេរិកគេសិក្សាស្ថិតិការងារនៅក្នុងស្ថិតិការងារគេមើលថាតើវិស័យការងារហ្នឹងមានអ្វីខ្លះនៅស្រុកគេឧទាហរណ៍ទៅគេឃើញប្រជាជនហ្នឹងមានការងារខាងសេវាកម្មច្រើនរកស៊ីលក់ដូរស្ថិតិនេះបង្ហាញថាអាមេរិកាំងសម្បូរការងារធ្វើណាស់ក៏ប៉ុន្តែមិនសូវល្អទេមិនបានមិនសូវល្អពីព្រោះការងារនៅក្នុងសេវាកម្មលក់ដូរបម្រើសេវានានាវាប្រាក់ចំណូលទៀតថ្មីត្បិតតែវាសម្បូរការងារធ្វើមែនប៉ុន្តែចំណូលរបស់ប្រជាជនទៀត
ចុះបើសិនជាយើងនិយាយថាចំណូលទាបមែនប៉ុន្តែគ្រប់ចាយពាក្យថាគ្រប់ចាយនេះរដ្ឋាភិបាលគេមិនគិតអញ្ចឹងទេគេគិតថារៀងរាល់ឆ្នាំគេចង់ឲ្យប្រជាជនអាមេរិកហ្នឹងមានការកើនឡើងខាងកម្លាំងចាយមានការកើនឡើងខាងកម្លាំងចាយស្អីទៅកម្លាំងចាយហ្នឹងគឺលទ្ធភាពចាយស្អីទៅលទ្ធភាពចាយហ្នឹងគឺមានលុយចាយហើយឲ្យមានសេចក្តីត្រូវការចាយហ្នឹងមានលុយក្នុងហោប៉ៅស្ដាប់មិនយល់ទេអញ្ចឹងពាក្យថាកម្លាំងចាយហ្នឹងពិបាកយល់កម្លាំងចាយគឺកាលណានឹកឃើញចង់បានអីអាចចាយបានអាហ្នឹងហៅកម្លាំងចាយនៅក្នុងបរិបទនៃសង្គមខ្មែរយើងមិនសូវយល់ទេអាកម្លាំងចាយហ្នឹងនៅក្នុងសេដ្ឋកិច្ចទំនើបគេគិតអំពីកម្លាំងចាយរបស់ប្រជាជនបើប្រជាជនហ្នឹងមានការងារធ្វើមែនតែប្រាក់ចំណូលហ្នឹងវាទាបប្រជាជនត្រូវត្បិតត្បៀតក្នុងការធ្វើការចាយវាយកាលណាត្បិតត្បៀតគេហៅថាកម្លាំងចាយវាថមថយចុះពីព្រោះប្រជាជនងាកទៅរកការសន្សំសំចៃអញ្ចឹងរដ្ឋាភិបាលរៀងរាល់ឆ្នាំគេក៏លេខមើលវិស័យការងារទី1គេមើលពីចំនួនការងារនិងចំនួនមនុស្សឥតការងារធ្វើទី2គេក្រឡេកមើលពីវិស័យការងារថាតើការងារហ្នឹងវាផ្ដល់នៅប្រាក់ចំណូលខ្ពស់ឬទាបទី3គេមើលរឿងចំណាយតើចំណាយសពសារពើនោះវាធ្វើឲ្យប្រជាជនមានកម្លាំងចាយប៉ុណ្ណាហើយគេក៏រកមធ្យោបាយបង្កើតការងារឲ្យអាមេរិកាំងកើននៅកម្លាំងចាយគេមិនមែនថាមានការធ្វើហើយចង់បានអីទៀតទេគេមិនគិតអញ្ចឹងទេគេគិតឲ្យប្រជាជនគេមានជីវភាពធូរស្រាលជាងមុនគេមិននិយាយថាមានការធ្វើហើយធូរស្រាលអីទៀតបើមានការធ្វើហើយអត់ទេអញ្ចឹងគេក៏លេខមើលវិស័យការងារតើក្នុងប្រជាជន100% 100នាក់ណានៅក្នុងប្រជាជន100នាក់ដែលជាពលករនៅក្នុងទីនេះមានន័យថាអ្នកធ្វើការកើតមិនមែនពលករស៊ីលីសែងដឹកជញ្ជូនទេណាពលហ្នឹងគឺមនុស្សច្រើនជាងម្នាក់កហ្នឹងគឺជនដែលអាចធ្វើពលកម្មបានណាអញ្ចឹងពលករនៅក្នុងទីនេះគេក៏លេខមើលថានៅក្នុង100នាក់ណាតើពលករអាមេរិកាំងធ្វើការអីខ្លះប៉ុន្មានអ្នកនៅក្នុងវិទ្យាសាស្ត្រប៉ុន្មានអ្នកនៅក្នុងវេជ្ជសាស្ត្រប៉ុន្មានអ្នកនៅក្នុងឧស្សាហកម្មប៉ុន្មានអ្នកនៅក្នុងសេវាកម្មប៉ុន្មានអ្នកនៅក្នុងទេសចរប៉ុន្មានអ្នកនៅក្នុងកសិកម្មលក្ខណៈក្នុង100អ្នកនោះគេដឹងថាក្នុងពលករ100អ្នកហ្នឹងប្រកបការងារអ្វីបន្ទាប់មកទៀតតើពលកម្មមួយការងារដែលធ្វើមួយហ្នឹងណាគេមានស្ថិតិតើអ្នកវិទ្យាសាស្ត្រប្រាក់ចំណូលប្រហែលប្រមាណដល់ចុះវិស្វករប្រមាណហើយចុះវេជ្ជបណ្ឌិតប្រមាណពេទ្យប្រមាណហើយចុះកម្មកររោងចក្រប្រមាណហើយចុះពលករសេវាកម្មលក់ម្ហូបចំណីឬក៏សន្តាគារកន្លែងកំសាន្តប្រមាណគេដឹងអំពីប្រាក់ចំណូលអបបរមាហើយនិងប្រាក់ចំណូលមធ្យមដោយសារតែគេមានស្ថិតិអស់ហ្នឹងគេដឹងថាប្រជាជនគេមានកម្លាំងចាយប៉ុណ្ណាដោយសារគេយក
ចំនួនប្រាក់ចំណូលហ្នឹងទៅគិតនឹង Consumer Price Index CPI ដែលជាតនិចចង្អុលនៃមាតិកាតម្លៃទំនិញភាសាអង់គ្លេសគេហៅថា Consumer Price Index អក្សរកាត់គេថា CPI បើគេនិយាយពីគុយទាវមួយចាន McDonald មួយពីរសាមកបន្ទះ Sandwich មួយដុំ breakfast មួយចាន កាហ្វេមួយកែវតើប្រជាជនគេហ្នឹងមានកម្លាំងចាយប៉ុណ្ណាដោយសារតែគេសិក្សាលើតួលេខហ្នឹងគេក៏អាចដឹងបានពីកម្លាំងចាយរបស់ប្រជាជនអាមេរិកកាំងហើយនៅពេលដែលគេដឹងពីកម្លាំងចាយរបស់ប្រជាជនគេដឹងពីជីវភាពប្រជាជនដល់ពេលគេដឹងពីជីវភាពប្រជាជនគេត្រូវកែប្រែរបបការងារដើម្បីឲ្យប្រជាជនកើនកម្លាំងចាយគេមិននិយាយថាមានការងារហើយចង់បានអីទៀតទេត្រង់ហ្នឹងវាតកតងនឹងការិយាល័យស្ថិតិជាតិគេហៅថា Bureau of Labor Statistics គេតកតងអញ្ចឹងគេគិតអញ្ចឹងហើយដល់គេគិតអញ្ចឹងគេត្រូវការងារថ្មីឬក៏ការងារប្រាក់ចំណូលខ្ពស់ឲ្យប្រជាជនធ្វើដល់ពេលគេត្រូវការងារថ្មីគេត្រូវការងារដែលមានប្រាក់ចំណូលខ្ពស់ឲ្យប្រជាជនធ្វើរដ្ឋាភិបាលមិនអាចបង្កើតការងារបានទេនិយមន័យធម្មតាគេថារដ្ឋាភិបាលបង្កើតការងារក៏ប៉ុន្តែភាពជាក់ស្ដែងរដ្ឋាភិបាលអត់បង្កើតការងារកើតទេរដ្ឋាភិបាលបង្កើតការងារអត់បានទេរដ្ឋាភិបាលដាក់នយោបាយការងារមិនមែនបង្កើតការងារទេគឺដាក់នយោបាយការងារដល់រដ្ឋាភិបាលគេដាក់នយោបាយការងារទៅដល់គេដាក់នយោបាយការងារទៅនយោបាយការងារហ្នឹងមានអ្វីមានទី1គឺនយោបាយសេដ្ឋកិច្ចនយោបាយសេដ្ឋកិច្ចនយោបាយសេដ្ឋកិច្ចយ៉ាងម៉េចឧទាហរណ៍ថាការប្រកាសពន្ធតារីហ្វលើប្រទេសមួយដូចជាចិន125ទៅ145%មិនមែនជាចំនួនពាណិជ្ជកម្មតែម្យ៉ាងទេគឺការដាក់ពន្ធនេះធ្វើឲ្យទំនិញដែលហូរពីប្រទេសចិនមកសហរដ្ឋអាមេរិកហ្នឹងកុំឲ្យលំហូរទំនិញហ្នឹងវាសម្រុកបុកខ្លាំងពេកមកទីផ្សារអាមេរិកកាលណាវាបុកខ្លាំងពេកមកទីផ្សារអាមេរិកវាធ្វើឲ្យចិញ្ចៀងពាណិជ្ជកម្មហ្នឹងនៅអាមេរិកហ្នឹងវាធ្លាក់ចុះគេហៅថាទំហយភាពប៉ុន្តែការធ្លាក់ចុះហ្នឹងឧទាហរណ៍ថាអានេះដងចិញ្ចៀងពាណិជ្ជកម្មពាក្យថាធ្លាក់ចុះកាលណានេះខាងអាមេរិកគេថាធ្លាក់ចុះវាមិនមែនធ្លាក់ចុះហើយវាបាសឡើងចិនវាចំណេញអាមេរិកកាំងវាខាតកាលណាគេហៅចិញ្ចៀងពាណិជ្ជកម្មអាមេរិកកាំងវាកើនឡើងមានន័យថាធ្លាក់ចុះខាងអាមេរិកវាកើនឡើងខាងចិនវាខាតណាបងប្អូនអញ្ចឹងពាក្យថាចុះនឹងឡើងហ្នឹងមកនិយាយថាពាណិជ្ជកម្មអាមេរិកវាធ្លាក់ចុះជាមួយចិនចិញ្ចៀងហ្នឹងវាមិនមែនចុះអញ្ចឹងទេវាឡើងទៅវិញចិនវាចំណេញហើយបើសិនជានិយាយថាចិញ្ចៀងពាណិជ្ជកម្មអាមេរិកកាំងវាកើនឡើងលើចិនចិនវាធ្លាក់ចុះអាមេរិកកាំងចិនវាកើនឡើងអាមេរិកកាំងធ្លាក់ចុះចិញ្ចៀងវាអញ្ចឹងទេចុះទំហយភាពការធ្លាក់ចុះហើយឬក៏អោនភាពការធ្លាក់ចុះហើយនឹងកំណើនភាពការកើនឡើងវាចង្អុលបង្ហាញពីអ្វីប្រទេសនីមួយបើលក់ដាច់ច្រើនមុខរបររកស៊ីនៃប្រទេសហ្នឹងគឺល្អ
ល្អគឺបានចំណូលហើយនឹងចំណេញដែលវាជះទៅលើសេចក្តីរីកចម្រើនខាងសេដ្ឋកិច្ចការរីកចម្រើនខាងសេដ្ឋកិច្ចវាបង្កើតបាននៅលេបលោដាក់ស្រៈអានិងផដល់វាបង្កើតបាននៅលេបហ្នឹងវាចែកណាវាចែកណាលេបហ្នឹងវាចែកលេបហ្នឹងវាចែកទៅឲ្យប្រជាជនជាផលលេបផលោដាក់ស្រៈអានិងផវាបង្កើតទៅជាផលលេបផលលេបហ្នឹងវាមិនមែនជាលុយហូរចូលកប៉ៅប្រជាជនទេផលលេបហ្នឹងវាបង្កើតឱកាសឧទាហរណ៍កាលណាអាមេរិកកាំងវាមានពាណិជ្ជកម្មកំណើនវាកើនពាណិជ្ជកម្មទៅលើចិនអ្នកលក់ពីតសាអត់ឃើញលុយហូរចូលកប៉ៅគាត់ទេអ្នកលៀងប្រគុណអត់ឃើញលុយហូរចូលកប៉ៅគាត់ទេអ្នកថែសួនឬក៏អ្នកធ្វើការនៅ supermarket ពីព្រោះចិនវាទិញដែកឬក៏គ្រឿងចក្រពីអាមេរិកទេអញ្ចឹងរោងចក្រស្លដែកហើយនឹងរោងចក្រផលិតគ្រឿងម៉ាស៊ីនអាមេរិកនោះវារវល់ទៅលើឧស្សាហកម្មកុំព្យូទ័រអីទេចុះអ្នកលក់ពីតសាអ្នកលក់នៅតាមផ្សារអ្នកលក់នៅភោជនីយដ្ឋានវាបានលុយហូរចូលហោប៉ៅទេថាអត់ឃើញលុយហូរចូលហោប៉ៅទេតែឧស្សាហកម្មគ្រឿងយន្តនោះវារីកចម្រើនផលិតកម្មរោងចក្រផលិតយន្តហោះវារីកចម្រើនដល់វារីកចម្រើននោះមិនក៏លុយនឹងមកប្រជាជនដទៃកើតបូអេងរោងចក្រធំហ្នឹងវាត្រូវពង្រីកការងារច្រើនមាន overtime ច្រើនប្រាក់ចំណូលក៏ចែកចាយច្រើនអាប្រាក់ចំណូលចែកចាយច្រើននោះវាคล้ายទៅជាកំណឱកាសវិនិយោគនៅក្នុងទីធ្លាអាមេរិកហើយវាធ្វើឲ្យចលនាសេដ្ឋកិច្ចវាវិលទៅមុខដោយលក់ដាច់ដល់លក់ដាច់ហ្នឹងពេលហ្នឹងវាមាន ripple effects វាមាននៅឥទ្ធិពលជះដែលឥទ្ធិពលជះហ្នឹងមកក្នុងការហូបចុកក្នុងការប្រើប្រាស់ក្នុងការធ្វើដំណើរក្នុងការកម្សាន្តក្នុងការលេងល្បែងនេះត្រង់ហ្នឹងហើយវាទាញផែនសេដ្ឋកិច្ចហ្នឹងឲ្យរីកហើយនៅពេលដែលផែនសេដ្ឋកិច្ចហ្នឹងឲ្យរីកអ្នកដែលលក់ពីតសាហ្នឹងអត់មានលក់ឃើញលុយហូរចូលហោប៉ៅទេតែលក់ដាច់ជាងមុនដល់ដាច់ជាងមុនណាដាច់ពីតសានឹងជាងមុនឬក៏អ្នកធ្វើការនៅក្នុងកន្លែងលក់ពីតសាហ្នឹងស្រាប់តែមិនធ្វើនៅក្នុងទេវាមានការងារដទៃធ្វើអ្នកដែលធ្វើការនៅផ្សារក៏មានការងារដទៃធ្វើឬក៏ផ្សារហ្នឹងលក់ដាច់ជាងមុនអញ្ចឹងវាមានripple effects វាមានគេហៅថាឥទ្ធិពលដែលវារំដំតគ្នាហ្នឹងវាបង្កើតបានទៅជាផែននៃសេចក្តីចម្រើនសេដ្ឋកិច្ចដែលសេចក្តីចម្រើនសេដ្ឋកិច្ចហ្នឹងក៏វាជះផលទៅប្រាក់ចំណូលបន្តិចម្ដងហៅប៉ៅមិនឃើញប៉ោងទេប៉ុន្តែកម្លាំងចាយកើនដោយសារសេចក្តីរីកចម្រើននិងសេចក្តីសុខចម្រើននិងសេចក្តីរុងរឿងខាងសេដ្ឋកិច្ចជារូបភាពមួយទល់មួយយើងមើលមិនឃើញទេក៏ប៉ុន្តែសេចក្តីចម្រើនវារីកអញ្ចឹងនឹងមួយទៀតវាធ្វើឲ្យមានការផ្លាស់ប្ដូរខាងតម្លៃនៅពេលសេដ្ឋកិច្ចចម្រើនណាជួនកាលវាធ្វើឲ្យតម្លៃទំនិញសំខាន់ធ្លាក់ចុះមានជាអាចប្រេងឥន្ធនៈវាធ្វើឲ្យសាំងម៉ាស៊ូតធ្លាក់ចុះដែលសាំងម៉ាស៊ូតធ្លាក់ចុះធ្វើឲ្យមនុស្សធ្វើដំណើររឹតតែច្រើនព្រោះមានលុយចាក់សាំងរឹតតែខ្លាំង
ការដឹកជញ្ជូនទំនិញពីចំណុចមួយនឹងការចែកចាយទំនិញរឹតតែធូរថ្លៃសម្បត្តិយន្តហោះក៏ចុះថោកសម្បត្តិរថភ្លើងសម្បត្តិឡានក៏ចុះថោកវាធ្វើឲ្យសន្តាគារសម្បូរមនុស្សស្នាក់នៅអាហារដ្ឋានមានមនុស្សពីទីនានាទៅបរិភោគចលនាមនុស្សពីចំណុចមួយទៅកាន់ចំណុចមួយតាក់ទងការងារនិងទេសចរណ៍ការធ្វើដំណើរធ្វើឲ្យពាណិជ្ជកម្មក្នុងស្រុកកន្លែងដែលមិនសូវលក់ដាច់ត្រង់ហ្នឹងក៏ជះផលបង្កើតការងារថែមទៀតឲ្យតំបន់ហ្នឹងក៏ធ្វើឲ្យតំបន់ហ្នឹងរីកមុខរីកមាត់ហើយស្គាល់នៅឱកាសដទៃទៀតដើម្បីឈោងចាប់ជីវភាពសេដ្ឋកិច្ចនយោបាយរបស់រដ្ឋាភិបាលគាត់បង្កើតអញ្ចឹងគាត់មិនបានបង្កើតការងារទេអញ្ចឹងចំណុចសំខាន់ជាងគេទី1គឺធម្មពលឲ្យវាថោកបើនិយាយជាភាសាខ្មែរថាសាំងហើយនឹងអូស្មန်ប្រើប្រាស់ហ្នឹងឲ្យថោកទី2កាលណារបស់នឹងថោកចំណីអាហារគ្រឿងឧបភោគបរិភោគវានឹងថោកហើយសួរថាម៉េចវាថោកពីព្រោះការដឹកជញ្ជូនវាថោកការធ្វើដំណើរវាកើនឡើងការដឹកជញ្ជូនវាកើនឡើងវាធ្វើឲ្យសម្បត្តិយន្តហោះសម្បត្តិឡានវាចុះថោកអត់អញ្ចឹងទេសម័យពេលភ្ជុំអីឡានថ្លៃសងប់នៅស្រុកខ្មែររដូវឆេងម៉េងរដូវភ្ជុំបិណ្ឌរដូវចូលឆ្នាំតម្លៃយានយន្តវាកើនឡើងថ្លៃមិនបានវាឡើងថ្លៃពីព្រោះនយោបាយរដ្ឋាភិបាលក៏រៀបមិនទាន់ត្រូវបានជាពេលខែម៉នសនរដូវហ្នឹងអាការធ្វើដំណើរវាទៅឡើងថ្លៃដល់សេដ្ឋកិច្ចរដ្ឋាភិបាលគេគ្រប់គ្រងបានពេញលេញរដូវធ្វើដំណើរអត់ឡើងថ្លៃទេផ្ទុយទៅវិញវារឹតតែចុះថ្លៃបើវាមិនចុះថ្លៃធ្វើដំណើរទេវាចុះថ្លៃសន្តាគារថាចុះថ្លៃសន្តាគារណាបើទៅកំពង់សោមអូតែលដេកអត់បានពីព្រោះការចែកចាយទេសចរអត់ស្មើតកតងនឹងនយោបាយរដ្ឋាភិបាលហើយកាលណាគេចេះរៀបចំនយោបាយទេសចរនៅក្នុងស្រុកបានអត់ខ្វះអូតែលដេកទេអត់ខ្វះកន្លែងស្នាក់នៅទេផ្ទុយទៅវិញនៅក្នុងរដូវបុណ្យតម្លៃសន្តាគារទៅជា discount ទៅជាចុះថោកពិសេសទៅវិញហាងទំនិញជំនួសការលក់អាវមួយតម្លៃ100រៀលគេលក់តែ95រៀលឬក៏85រៀលដើម្បីឲ្យគេលក់រឹតតែដាច់គេចុះថោកអញ្ចឹងហើយបានជានៅប្រទេសដែលរដ្ឋាភិបាលរៀបមិនទាន់សពគ្រប់ខែម៉នសនរដូវមហូបចំណីនិងគ្រឿងនានាវាថ្លៃតែនៅពេលដែលគេរៀបសេដ្ឋកិច្ចឲ្យបានត្រឹមត្រូវខែម៉នសនរដូវបុណ្យទានវាទៅជាចុះថោកអញ្ចឹងហើយបាននៅស្រុកអាមេរិកហ្នឹងក្រោយពី Thanksgiving រួចខែវិច្ឆិកាទំនិញចាប់ផ្ដើមចុះថោករហូតទៅដល់ថ្ងៃទី1ខែមករាឆ្នាំថ្មីហើយមិនបានគេធ្វើឲ្យវាចុះថោកពីព្រោះគេចង់លក់ឲ្យវាបានច្រើនដោយឡែកប្រទេសដែលមិនទាន់រៀបបានត្រូវខែម៉នសនរដូវទំនិញវាឡើងថ្លៃសួរថាចុះឡើងថ្លៃហើយនឹងចុះថ្លៃហ្នឹងរដ្ឋាភិបាលល្អឬអាក្រក់អត់ទេមិនមែនល្អឬអាក្រក់ទេគឺភាពរៀបចំនៃរដ្ឋាភិបាលក្នុងនយោបាយសេដ្ឋកិច្ច